អញ្ញាធននិងពលរដ្ឋភាគសឹកខេត្តបន្ទាយមានជ័យថ្លែងអំណរគុណរាជរដ្ឋាភិបាលដែលបានផ្ដល់លំនៅឋានសមរម្យជូនពួកគាត់ស្នាក់នៅបណ្ដោះអាសន្នស្ថិតក្នុងភូមិស្លក្រាមប្រជាពលរដ្ឋភាគសឹកនិងអាជ្ញាធរខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពលរដ្ឋភាគសឹកដែលមិនទាន់អាចវិលត្រឡប់ទៅភូមិឋានវិញបានស្នាក់នៅបណ្ដោះអាសន្នក្នុងលំនៅឋានដែលរាជរដ្ឋាភិបាលសាងសង់ឡើងស្ថិតនៅក្នុងភូមិស្លក្រាមឃុំស្លក្រាមស្រុកស្វាយជ័យខេត្តបន្ទាយមានជ័យក្រៅពីការផ្ដល់ផ្ទះសមរម្យមានគុណភាពនិងស្តង់ដារតែមួយដូចគ្នាសាងសង់លើផ្ទៃដី400ហិកតាផ្ទះនីមួយៗសាងសង់លើផ្ទៃដី20ម៉ែត្រគុណនឹង30ម៉ែត្រនោះរាជរដ្ឋាភិបាលបានតបណ្ដាញទឹកភ្លើងជូនពលរដ្ឋបានប្រើប្រាស់ដោយមិនគិតថ្លៃបានយ៉ាងល្អប្រសើរជាទីបំផុតនៅក្នុងភូមិប្រព័ន្ធលូផ្លូវគមនាគមន៍បានសាងសង់ខ្វាត់ខ្វែងមណ្ឌលសុខភាពផ្ដល់សេវាថែទាំនិងព្យាបាលសុខភាពជូនពលរដ្ឋ24ម៉ោងសាលារៀនរាជរដ្ឋាភិបាលគ្រូនឹងដាក់ឲ្យដំណើរការពីថ្នាក់មត្តេយ្យរហូតដល់វិទ្យាល័យទាំងផ្សារសាលារៀននិងមណ្ឌលសុខភាពនៅជិតនឹងពលរដ្ឋជាទីបំផុតបង្កលក្ខណៈងាយស្រួលជូនពលរដ្ឋក្នុងការទទួលបានសេវាសង្គមដែលជាតម្រូវការប្រចាំថ្ងៃនៅក្នុងការដែលយុវជនគណបកប្រជាជនកម្ពុជានៃអគ្គលេខាធិការដ្ឋានរដ្ឋាភិបាលបានចូលទៅដល់ផ្ទាល់ក្នុងភូមិស្លក្រាមដើម្បីចូលរួមសម្រាលការលំបាករបស់ពលរដ្ឋក្នុងការអនុវត្តវប្បធម៌ដ៏ល្អរបស់គណបកប្រជាជនកម្ពុជារួមសុខរួមទុក្ខជាមួយពលរដ្ឋនិងមិនបោះបង់ពលរដ្ឋណាម្នាក់តាមរយៈកម្មវិធីចូលរួមលើកកម្ពស់ជីវភាពបរិស្ថាននិងប្រឹក្សាយោបល់ជាមួយពលរដ្ឋភាគសឹកពីថ្ងៃទី14ដល់ថ្ងៃទី16ខែឧសភាឆ្នាំ2026កន្លងទៅនេះឯកឧត្តមអ៊ុំរាត្រីប្រធានគណៈកម្មាធិការគណបកប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យនិងជាអភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋក្រៅពីការប្រគល់ផ្ទះជូនស្នាក់នៅបណ្ដោះអាសន្នរាជរដ្ឋាភិបាលឧបត្ថម្ភថវិកាមួយគ្រួសារចំនួន 10,000 រៀលឧបត្ថម្ភសមាជិកគ្រួសារម្នាក់ៗ 28,000 រៀលឧបត្ថម្ភក្នុងការប្រើប្រាស់អគ្គិសនីក្នុងគ្រួសារ30គីឡូវ៉ាត់និងថ្លៃប្រើប្រាស់ទឹកប្រចាំខែ 20,000 រៀលផងដែរក្រៅពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៅមានអង្គការក្រសួងស្ថាប័ននានាបានចុះមកជួយពលរដ្ឋភាគសឹកតាមលទ្ធភាពផ្សេងៗទៀតជាបន្តបន្ទាប់មានដូចជាកាកបាទក្រហមកម្ពុជាក៏ដូចជាយុវជនគណបកប្រជាជនកម្ពុជានៃអគ្គលេខាធិការដ្ឋានរដ្ឋាភិបាលដែលបានអញ្ជើញមកនៅក្នុងពេលនេះជាដើមយុវជនអគ្គលេខាធិការដ្ឋានរដ្ឋាភិបាលគឺជាសាក្សីមួយដែលបានឃើញពីការរស់នៅយ៉ាងសមរម្យរបស់ពលរដ្ឋភាគសឹកពលរដ្ឋភាគសឹកមានក្តីសប្បាយរីករាយដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនិងមានការកក់ក្ដៅដោយសារទទួលបានការគាំទ្រនិងលើកទឹកចិត្តពីសង្គមគ្រប់មជ្ឈដ្ឋានឯកឧត្តមខុនណាវិតប្រធានយុវជនគណបកប្រជាជនកម្ពុជានៃអគ្គលេខាធិការដ្ឋានរដ្ឋាភិបាលបានមានប្រសាសន៍បញ្ជាក់ថាកម្មវិធីចូលរួមលើកកម្ពស់ជីវភាពបរិស្ថាននិងប្រឹក្សាយោបល់ជាមួយពលរដ្ឋភាគសឹកជាសកម្មភាពមនុស្សធម៌អនុវត្តតាមវប្បធម៌ដ៏ល្អប្រពៃរបស់គណបកប្រជាជនកម្ពុជាគឺការផ្សារភ្ជាប់សុខទុក្ខជាមួយពលរដ្ឋនៅគ្រប់កាលៈទេសៈឯកឧត្តមខុនណាវិតបានបញ្ជាក់ថាគណបកប្រជាជនកម្ពុជាពិសេសសម្ដេចនាយកហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតមិនដែលបោះបង់ប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយឋានៈដឹកនាំគណបកប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នៅវប្បធម៌នេះតាំងពីដើមរហូតមកឋានៈដឹកនាំទាំងអស់តែងតែគិតគូរនិងខ្វល់ខ្វាយជាប់ជានិច្ចពីសុខទុក្ខនិងការរស់នៅរបស់បងប្អូនទាំងអស់នៅគ្រប់កាលៈទេសៈ